សូមគោរពនឹងជំរាបសួរពុកម៉ែបងប្អូនទាំងអស់ដែលកំពុងតាមដានទស្សនាជាមួយនឹងខ្ញុំបាទ Mr. KC ថ្ងៃនេះ Mr. KC សូមលើកយករឿងរ៉ាវតាក់ទិនទៅនឹងលោកកែវវាសនាចេញមុខបកស្រាយរឿងអ្នករិះគន់តារាចម្រៀងលោកកែវវាសនាបានចេញមុខបកស្រាយចំពោះបទចម្រៀងដែលលោកបានទទួលការរិះគន់យ៉ាងចាស់ដៃពីសំណាក់ទស្សនិកជននិងអ្នកគាំទ្រតាមរយៈបទស៊ីបានចេះតែស៊ីទៅដែលលោកកែវវាសនាបានបង្ហើបសំនៀងនាពេលថ្មីៗនេះហើយតាមរយៈបទនេះផងដែររូបលោកត្រូវបានប្រិយមិត្តនិយមលេងតាមបណ្ដាញសង្គម Facebook ធ្វើការរិះគន់ដោយសារលោកបានចម្លងបទចម្រៀងវិថីបន្ទាប់ពីទទួលការរិះគន់មកលើលោកកែវវាសនាក៏បានចេញមុខមកបកស្រាយដោយលោកបានសំណូមពរដល់ទស្សនិកជនក៏ដូចជាអ្នកគាំទ្រឲ្យធ្វើការរិះគន់ក្នុងន័យស្ថាបនាកុំរិះគន់ក្នុងន័យបន្ទោសបង្អាប់ដល់អ្នកផលិតនិងអ្នកនិពន្ធផងដែរឆ្លើយតបជាមួយនឹងអ្នកគាំទ្រលោកបានសរសេរក្នុង Facebook ថាមួយរយៈនេះតាំងពីចេញបទស្រីទាន់តែយូរទើបស៊ីបានបើមកបទខ្ញុំមួយបទក៏បានល្បីតាមយ៉ាងខ្លាំងអរគុណបងប្អូនទាំងអស់ដែលបានរិះគន់ដើម្បីស្ថាបនាតែសូមចិត្តកុំរិះគន់បំបាក់ទឹកចិត្តអ្នកផលិតព្រោះបើយើងគ្រាន់តែចាំស្ដាប់ហើយចាំរិះគន់នោះគឺស្រួលណាស់តែគ្នាអ្នកផលិតដើម្បីតម្រូវចិត្តអ្នកស្ដាប់គឺពិបាកខ្លាំងណាស់គ្មានអ្នកណាមិនធ្លាប់ខុសទេខ្ញុំម្នាក់ឯងក៏មិនអាចត្រូវតម្រូវចិត្តបងប្អូនទាំងអស់គ្នាដែរតែពួកខ្ញុំនឹងខិតខំផលិត Original Song បទថ្មីឲ្យបានច្រើនហើយខ្ញុំសង្ឃឹមថាបងប្អូនដូចជាពុកម៉ែនឹងចេះឲ្យតម្លៃបទថ្មីតារាចម្រៀងរូបនេះក៏ទទួលស្គាល់នៅកំហុសរបស់ខ្លួនលោកគិតថាគ្មាននរណាម្នាក់អាចបំពេញតម្រូវចិត្តមនុស្សគ្រប់គ្នាបានទេហើយក៏សង្ឃឹមថានៅពេលដែលគាត់និពន្ធបទចម្រៀងថ្មីដែលជាស្នាដៃថ្មី Original Song នឹងមានការគាំទ្រពីសំណាក់ប្រិយមិត្តផងដែរបាទតេតិនទៅនឹងរឿងរ៉ាវរបស់លោកកែវវាសនាខ្ញុំបាទក៏សូមបន្តតេតិនទៅនឹងគេហទំព័ររបស់ខ្មែរក្នុងស្រុកតេតិនទៅនឹងរឿងរ៉ាវរបស់លោកផងដែរបាទពុកម៉ែបងប្អូនបើយើងងាកមកមើល website ក្នុងស្រុកដ៏ល្បីល្បាញនៃប្រទេសកម្ពុជាផងដែរនោះលោកកែវវាសនាបានចេញប្រតិកម្មលើការរិះគន់បទស៊ីបានចេះស៊ីទៅវិញម្ដងកាលពីថ្មីៗនេះអតីតតារាចម្រៀងនៃផលិតកម្ម Sunday និងសប្តាហ៍ថ្ងៃជាតារាចម្រៀងនៃផលិតកម្ម Town លោកកែវវាសនាបានចេញបទចម្រៀងមួយបទដែលមានចំណងជើងថាស៊ីបានចេះតែស៊ីទៅដែលបទនេះបានក្លាយជាប្រធានបទក្តៅគគុកពេញពេញបណ្ដាញអ៊ីនធឺណិតបទនេះត្រូវបានមហាជនជាច្រើនរិះគន់ចំដោយសារតែបទភ្លេងចម្លងពីប្រទេសថៃហើយបន្ទាប់ពីមានបទស្រីទាន់តែយូរទើបស៊ីបានរឹតតែធ្វើឲ្យបទលោកកែវវាសនានេះកាន់តែទទួលរងការរិះគន់ធ្ងន់ធ្ងរថែមទៀតអាស្រ័យហេតុនេះមុននេះបន្តិចលោកកែវវាសនាបានបង្ហោះសារលើ Facebook ផ្ទាល់ខ្លួនតាក់ទងទៅនឹងការរិះគន់ថាមួយរយៈនេះតាំងពីចេញបទស្រីទាន់តែយូរទើបស៊ីបានបើមកបទខ្ញុំមួយបទក៏បានល្បីតាមយ៉ាងខ្លាំងអរគុណបងប្អូនទាំងអស់ដែលបានរិះគន់ដើម្បីស្ថាបនាតែសូមចិត្តកុំរិះគន់បំបាក់ទឹកចិត្តអ្នកផលិតព្រោះបើយើងគ្រាន់តែចាំស្ដាប់ហើយចាំរិះគន់នោះគឺស្រួលណាស់តែអ្នកផលិតដើម្បីតម្រូវចិត្តអ្នកស្ដាប់ក៏ពិបាកខ្លាំងណាស់ដែរគ្មាននរណាមិនធ្លាប់ខុសទេខ្ញុំម្នាក់ឯងក៏មិនអាចតម្រូវចិត្តបងប្អូនទាំងអស់ដែរតែពួកខ្ញុំនឹងខិតខំផលិត Original Song ឲ្យបានច្រើនហើយខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូនចេះឲ្យតម្លៃបទថ្មីដែលជាបទ Original Song ផងដែរបាទនេះគឺជាការលើកឡើងរបស់លោកកែវវាសនាតាក់ទិនទៅនឹងរឿងរ៉ាវនេះផងដែរគួរបញ្ជាក់ដែរថាបទថ្មីដែលចម្លងចេញពីបទថៃដែលមានចំណងជើងថាសៃវ៉ាសៃបូធឹមខាន់ហើយការរិះគន់បានកើតឡើងភ្លាមព្រោះតែសន្ទុះនៃការគ្រប់គ្រងផលិតបទចម្រៀងថ្មីកំពុងតែកើតឡើងខ្លាំងផងដែរបាទពុកម៉ែបងប្អូនបានឃើញហើយតេតិនទៅនឹងរឿងរ៉ាវនេះខ្ញុំបាទ Mr. KC จะសូមបន្តព័ត៌មាននិងជូនព័ត៌មាននេះត្រឹមតែប៉ុណ្ណេះបាទពុកម៉ែបងប្អូនតេតិនទៅនឹងរឿងរ៉ាវអំបញ្ញមិញដែរតេតិនទៅនឹងលោកកែវវាសនា
ក៏បានបង្ហើរសារដើម្បីបង្សុំទោសឬជាការអរគុណចំពោះការរិះគន់របស់ស្ថាបនាខ្ញុំបាទ Mr. KC ក៏សូមបញ្ចប់ឥឡូវនេះខ្ញុំបាទក៏សូមបង្វែរអារម្មណ៍ទស្សនិកជនងាកមកមើលរឿងរ៉ាវតាក់ទិនទៅនឹងពិតជាមិនធ្លាប់បានដឹងសោះថាកញ្ញាយ៉ាយ៉ាក៏មានបងប្អូនភ្លោះនឹងគេដែរហើយវាជាព័ត៌មានរបស់ប្រទេសថៃទេតារាសម្ដែងស្រីវ័យក្មេងនាងយ៉ាយ៉ាយូរ៉ាសេយ៉ាអាយុ23ឆ្នាំដែលត្រូវគេរាប់ចាត់ទុកថាជាតារាមួយដួងដែលទទួលបានភាពជោគជ័យក្នុងវិស័យសិល្បៈនឹងរឿងស្នេហាបានក្លាយជា idol សម្រាប់ចិត្តរបស់តារាកំ pl ែងនាយបាចារីណាខនជានារីចូលចិត្តលេងកីឡាម្នាក់កន្លងមកមិនថាការតបតែងខ្លួនកាយវិការឬអត្តចរិតនោះទេនាងតែងតែធ្វើឲ្យដូចគ្នាបេះបិទតែម្ដងជាមួយនឹងតារាស្រីយ៉ាយ៉ារហូតដល់មានអ្នកខ្លះកើតមានគំនិតយល់ស្របគ្នាថានេះហើយគឺបងប្អូនភ្លោះរូបពិតសម្លេងពិតរបស់កញ្ញាយ៉ាយ៉ាចង់ដឹងច្បាស់ថារូបថតរបស់គាត់យ៉ាងណានោះឥឡូវយើងតាមដានទស្សនាទាំងអស់គ្នាបើយើងមើលទៅឃើញមិនដូចគ្នាទេគ្រាន់ថាវាខុសគ្នាដាច់តែម្ដងគ្រាន់ថាខុសដាច់តែអ្វីដែលគេចង់ប្រៀបធៀបនោះគឺសម្លេងពិតឬក៏ការធ្វើកាយវិការឬក៏ទឹកដមសម្លេងនោះវិញទៅណាអ្នកទាំងអស់គ្នាច្បាស់ជាបានស្គាល់ច្បាស់ហើយមែនទេថានារីរូបស្រស់យ៉ាយ៉ាយូរ៉ាសេយ៉ាពិតជាមិនមែនជាកូនភ្លោះពីមុនមកទេទើបតែនាពេលថ្មីៗនេះមានរឿងដ៏កំ pl ែងមួយបានចុះផ្សាយដែរនិយាយពីការបង្ហាញខ្លួនបងប្អូនស្រីភ្លោះរបស់នាងទៅវិញទោះជាយ៉ាងនេះក្តីក្រោយពីបានដឹងរឿងនេះហើយពិតជាគួរឲ្យអត់ចង់សើចណែនវាជារឿងមួយដែលនឹកមិនស្មានមិនដល់ខំតែតាមដាននិងយកចិត្តទុកដាក់អស់មួយសន្លឹកមួយសន្ធឹកចុងក្រោយគឺបែបនេះសោះហើយនេះគឺជារឿងប្លែកយ៉ាងដែរនៅក្នុងសង្គមសិល្បៈថៃយើងងាកចាប់អារម្មណ៍តារាស្រីល្បីឈ្មោះរូបនេះបន្ទាប់បន្តិចវិញទៅមើលថាមានអ្វីប្រែប្រួលដល់ថ្នាក់ណាដែរក្រោយពីមានការប្រកាសជាសាធារណៈអំពីសម្ព័ន្ធភាពជាមួយនឹងកំឡោះសង្ហាលោកខាដិនកឹងមីចាកាលពីខែកុម្ភៈកន្លងទៅនឹងបានកសាងនៅអនុស្សាវរីយ៍ដ៏ផ្អែមល្ហែមនឹងគ្នារួចមកថ្មីនេះអ្នកទាំងពីរក៏បានចាប់ដៃគ្នាសាងប្រជាប្រិយភាពកាន់តែលេចធ្លោថែមទៀតផងនៅក្នុងកម្មវិធី Siam Dara Star Award ឆ្នាំ2006នៅឯមជ្ឈមណ្ឌល Crystal Design Center CDC នេះគឺពិតណាស់ជាពិតជាមានមោទនភាពមួយសម្រាប់តារារូបស្រីនេះដែលអាចរើសបានដៃគូយ៉ាងស័ក្តិសមក្នុងវិស័យវិថីសិល្បៈដ៏ត្រចះត្រចង់នេះផងដែរយើងឃើញហើយមើលរូបភាពទៅប្រឡែងប្រដេញគ្នាសោះអើយនៅថ្មីស្រស់ឲ្យរៀមស្រស់អោសំឡងអូនហើយអូស្រស់អោអន់ឡងពេលនេះអូនប្រត់អោពីបាទតេតិនទៅនឹងរឿងរ៉ាវនេះដែរ Mr. KC ក៏សូមអរគុណចំពោះការតាមដាននិងទស្សនាតាំងពីដើមរហូតដល់ចប់នៅទឹកចិត្តការគ្រប់គ្រងរបស់ពុកម៉ែបងប្អូនខ្ញុំបាទ Mr. KC ក៏សូមអរកាយគោរពលាពីប្រិមិត្តទេសនិកជនតាមតែប៉ុណ្ណេះសូមអរគុណសូមគោរពលាមិនគួរស្រស់ស្រីអូនអាយុថ្លៃអរគុណទេអូនហើយ